រឿងពួរធ្លន់គុណនៃការស្ដាប់ព្រះអភិធម្មមានសេចក្តីដំណើរថាក្នុងពុទ្ធកាលព្រះបរមសាស្តាព្រះនាមកស្សបៈមានពួកធ្លន់មួយបានកាន់យកនៅនិមិត្តក្នុងសំឡេងនៃភិក្ខុទាំងឡាយអ្នករៀននៅអភិធម្មកាលស្វាធ្យាយនៅអយតនកថាលុះស្លាប់ទៅបានទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទិព្វដរាបដល់ព្រះសាស្តាជាម្ចាស់នៃយើងបរិនិព្វានពេលព្រះសាស្តាបរិនិព្វានបានឆ្យុតមកកើតក្នុងត្រកូលព្រាហ្មណ៍ដេរៈនោះមានវ័យវឌ្ឍនាការចម្រើនឡើងកាលណាក៏ចេញទៅបួសក្នុងសំណាក់អាជីវៈមាននាមភិធិយៈថាជនសោណាជីវៈបានជាចិត្តទុននៃព្រះនាងធម្មាជាអាយអគ្គមហេសីព្រះបាទពិន្ទុសារៈលំដាប់នោះព្រះទេវីធម្មាកាលត្រួតត្រងនៅអសោកកុមារមានចំណងប្លែកកាត់ឡើងហើយទូលព្រះរាជស្វាមីថាខ្ញុំព្រះអង្គចង់ឈរជ្រែងជួនព្រះច័ន្ទដោយជើងម្ខាងព្រះអាទិត្យដោយជើងម្ខាងហើយទំពាស៊ីនៅផ្កាយរបៀបនៃពពកជន្លេនទាំងឡាយនិងប្រេងញ៉ាតស្អាតទាំងឡាយណាស់ព្រះរាជាទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយបង្គាប់ឲ្យគេធ្វើនំអំបែងធំពីរហើយប្រាប់ថានេះព្រះច័ន្ទនេះព្រះអាទិត្យហើយត្រាស់បង្គាប់ឲ្យធ្វើនំផ្លែអាយមូលមានសន្តានដូចផ្កាយនំគ្រាប់ល្ងមានអាការដូចជារបៀបនៃពពកនិងបង្អែមមានសន្តានដូចញ៉ាតស្អាតទើបឲ្យជំរះព្រះរាជលានហើយក្រាលកន្ទេលផែងដែលដាច់ពីលើឲ្យយកបង្អែមដែលអណ្ដែកឡាញពីប្រហោងនៃកន្ទេលផែងនោះហើយប្រាប់ថានេះជន្លេនទាំងឡាយតាមសេចក្តីប្រាថ្នារបស់ព្រះនាងទេវីព្រះទេវីធម្មាក៏ឈរជ្រែងលើនំអំបែងធំដោយជើងទាំងពីរខាងដោយបំណងថាព្រះអាទិត្យហើយទំពាសោយនំផ្លែអាយឈរជ្រែងលើព្រះច័ន្ទនំគ្រាប់ល្ងនិងបង្អែមដោយបំណងថាទំពាស៊ីនៅផ្កាយរបៀបពពកនិងញ៉ាស្អាតតាមព្រះរាជាចិន្តាព្រះរាជាចង់ដឹងនៅសេចក្តីសម្រេចនៃចំណងប្លែកក៏សួរអាជីវៈឈ្មោះជុនសោមាមួយថ្វាយដំណឹងតែបន្តិចថាមហារាជព្រះទេវីនឹងបានបុត្រដ៏ប្រសើរដល់បរិបូរណ៍ដែលលក្ខណៈជាអ្នកមានបុណ្យហើយចូលទៅរកព្រះទេវីថ្វាយដំណឹងតាមមតិរបស់ខ្លួនថាបបពិតព្រះនាងបុត្ររបស់ព្រះនាងនឹងបានជាស្ដេចការឈរជន់ព្រះច័ន្ទនិងព្រះអាទិត្យជាពុព្វនិមិត្តនៃស្ដេចទាំងឡាយ11ក្នុងជម្ពូទ្វីបទាំងអស់ជាអ្នកបម្រើព្រះរាជបុត្រនោះការទំពីស៊ីនៅផ្កាយជាពុព្វនិមិត្តនៃកិរិយាបានសម្លាប់នៅបងប្អូនមានមាតាផ្សេងគ្នាដែលមានមរាយាទមិនគាប់ចិត្តការទំពាស៊ីនៅរបៀបពពកជាពុព្វនិមិត្តនៃកិរិយាផ្ដាច់បង់នៅគំនិតយល់ខុសហើយកាន់តាមរបៀបព្រះពុទ្ធសាសនាការទំពាស៊ីនៅជន្លេនជាពុព្វនិមិត្តនៃកិរិយាបាននៅអំណាចផ្សាយទៅក្នុងផែនដីមួយយោជន៍ការទំពាស៊ីនៅញ៉ាត់ស្អាតពោលគឺកិរិយាលើកជើងទៅលើជាពុព្វនិមិត្តនៃកិរិយាបាននៅអំណាចផ្សាយទៅអាកាសខាងលើមួយយោជន៍ការបើទីមនីលក្ខណៈរាជបុត្ររួចហើយអាជីវៈឈ្មោះជុនសោណាទៅនៅក្នុងទីមួយឆ្ងាយអំពីព្រះបរមរាជវាំងនោះមួយយោជន៍ក្នុងកាលជាចំណេរមកខាងក្រោយអសោកកុមារបានតម្កល់នៅក្នុងរាជសម្បត្តិហើយស្ដាប់នៅប្រវត្តិទាំងអស់ដែលព្រះវរមេដាប្រាប់ក៏មានប្រាថ្នាចង់ធ្វើសក្ការៈបូជាដល់អាជីវៈឈ្មោះជុនសោណានោះហើយត្រាស់បង្គាប់ឲ្យរាជបុរសទាំងឡាយយកអង្រឹងមាសទៅទទួលទីកិត្តិយស
អាជីវៈឈ្មោះជុនសោណាមកជាមួយនឹងរាជបុរសទាំងឡាយនោះបានឃើញទីសម្រាប់គង់នៅរបស់ប្រទេសឈ្មោះអស្វគុតៈទើបគិតថានេះជាទីសម្រាប់នៅនៃបព្វជិតទាំងឡាយហើយចុះចាកពីអង្រឹងចូលទៅកាន់ទីនោះក៏បានឃើញសត្វទាំងឡាយមានសីហៈនិងខ្លាធំជាដើមដោយជាពួកជាក្រុមមានមេត្តាចិត្តកើតដល់គ្នានឹងគ្នាមិនបៀតបៀនគ្នាដោយអានុភាពនៃមេត្តាធម៌របស់ព្រះថេរទើបសួរថានេះជាអ្វីព្រះថេររមិលមើលឧបនិស្ស័យរបស់អាជីវៈនោះគឺឃើញថាកាលពីដើមធ្លាប់ដានស្ដាប់នៅអាយតនកថាហើយលោកគិតថាមានតែអាយតនកថានឹងឯងទើបជាឧបនិស្ស័យរបស់អាជីវៈនោះក៏ពោលប្រាប់ថាណែអវសរនោះជាអាយតនៈគ្រាន់តែបានឮថាអាយតនៈដូច្នោះអាជីវៈនោះក៏មានសេចក្តីអៀនថ្មាសខ្លាចបាបកើតឡើងហើយអង្គុយជ្រហងស្រួលល្បួលព្រះថេរក៏បោះសម្ពុតងត់ទឹកទៅឲ្យអាជីវៈនោះបានបួសក្នុងសំណាក់ព្រះថេរបានសម្រេចព្រះអរហន្តទៅ